នេះបងប្អូនវាទម្លាក់មិញបងប្អូនទម្លាក់មិញពីរគ្រាប់នៅជើងភ្នំកងវ៉ាយើងបងប្អូនជួយម៉ែបាទអើយបាទហើយយើងដាក់ពីរគ្រាប់ទេទាំងអស់4គ្រាប់ហើយបងប្អូនទាំងព្រឹកមកនេះដល់កថ្ងៃទី24កក្កដា2025ដល់ថ្ងៃទី24កក្កដា2026គឺជាគម្រប់រយៈពេល1ឆ្នាំពេញនៃការចាប់ផ្ដើមសង្គ្រាមឈ្លានពានជុំទី1របស់ថៃមកលើដែនអធិបតេយ្យកម្ពុជាដែលបានបន្សល់ទុកស្នាមរបួសយ៉ាងជ្រៅលើប្រជាពលរដ្ឋខ្មែរត្បិតថារំលង1ឆ្នាំទៅហើយប៉ុន្តែសម្លេងផ្ទុះនៃអាវុធធុនធ្ងន់សម្លេងយន្តហោះចម្បាំងដែលហោះកាត់លើមេឃនិងទស្សនវិជ្ជាប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីភូមិកំណើតដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពនៅតែស្ថិតក្នុងការចងចាំរបស់ប្រជាជនកម្ពុជាសង្គ្រាមឈ្លានពានរយៈពេល5យប់5ថ្ងៃមិនមែនជាចំនួនដែលកម្ពុជាចង់បានឡើយកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមប្រើកម្លាំងយោធាហើយក៏មិនដែលប្រកាសថាចង់ដោះស្រាយបញ្ហាតាមរយៈសង្គ្រាមនៅដែរផ្ទុយទៅវិញកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធីស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិច្បាប់អន្តរជាតិនិងយន្តការទ្វេភាគីដែលមានស្រាប់ការអត់ធ្មត់ការអំពាវនាវឲ្យមានការចរចានិងការគោរពច្បាប់អន្តរជាតិគឺជាជំហរដែលកម្ពុជាបានរក្សាជាប់ជានិច្ចប៉ុន្តែនៅលើដីជាក់ស្ដែងសង្គ្រាមបានផ្ទុះឡើងក្នុងរយៈពេល5យប់5ថ្ងៃកងទ័ពថៃបានប្រើប្រាស់អាវុធធុនធ្ងន់រួមទាំងយន្តហោះចម្បាំង F-16 និង Gripen ដើម្បីវាយប្រហារចូលក្នុងទឹកដីកម្ពុជាភូមិឋានរបស់ប្រជាពលរដ្ឋជាច្រើនបានក្លាយជាតំបន់ប្រយុទ្ធសាលារៀនវត្តអារាមមណ្ឌលសុខភាពផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនបានទទួលរងការខូចខាតសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនពេលវេលានោះមិនមែនជារឿងធម្មតាទេប៉ុន្តែជារឿងស្លាប់នឹងរស់ទោះបីជាបទឈប់បាញ់ត្រូវបានឯកភាពនិងបានបញ្ឈប់ការប្រយុទ្ធជុំទី1ក៏ដោយក្តីសង្ឃឹមថាសន្តិភាពនឹងវិលត្រឡប់មកវិញមិនបានស្ថិតនៅយូរឡើយនៅថ្ងៃទី7ខែធ្នូ2025កម្ពុជាត្រូវប្រឈមនឹងការវាយប្រហារឈ្លានពានជុំទី2ដែលបានអូសបន្លាយរហូតដល់ថ្ងៃទី28ខែធ្នូ2025សង្គ្រាមឈ្លានពានរបស់ថៃលើកទី2នេះបានបង្កឲ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងក្លាយជាជនភៀសសឹកនៅក្នុងប្រទេសរបស់ខ្លួនមនុស្សជាច្រើនបានបាត់បង់ទ្រព្យសម្បត្តិដែលខិតខំកសាងអស់ជាច្រើនឆ្នាំខណៈកុមារជាច្រើនត្រូវផ្អាកការសិក្សាហើយគ្រួសារជាច្រើនរស់នៅក្នុងភាពភ័យខ្លាចនិងមិនប្រកាសប្រជាអំពីថ្ងៃស្អែកអ្វីដែលធ្វើឲ្យស្ថានភាពកាន់តែគួរឲ្យព្រួយបារម្ភគឺបន្ទាប់ពីមានការព្រមព្រៀងឲ្យបញ្ឈប់ការបាញ់ប្រហារកម្ពុជាបានបន្តអនុវត្តតាមការសន្យាតាមការឯកភាពគ្នានិងបង្ហាញឆន្ទៈក្នុងការរក្សាស្ថិរភាពនៅតំបន់ព្រំដែនប៉ុន្តែភាគីថៃបានបន្តសកម្មភាពបង្កហេតុផ្សេងៗរំលោភលើកិច្ចព្រមព្រៀងនិងបានបន្តសកម្មភាពឯកតោភាគីនៅតាមតំបន់ព្រំដែនសកម្មភាពទាំងនេះបានប៉ះពាល់ដល់ទំនុកចិត្តនិងធ្វើឲ្យការកសាងបរិយាកាសសន្តិភាពប្រឈមនឹងឧបសគ្គកាន់តែខ្លាំងក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃទាំងពីរជុំកងកម្លាំងប្រដាប់អាវុធកម្ពុជាបានបំពេញភារកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីខណៈអាជ្ញាធរគ្រប់លំដាប់ថ្នាក់កាកបាទក្រហមកម្ពុជាក្រុមគ្រូពេទ្យនិងកម្លាំងសង្គ្រោះបានចូលរួមជម្លៀសនិងមើលថែទាំប្រជាពលរដ្ឋដែលរងគ្រោះសម្រាប់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនវីរភាពមិនមែនមានតែនៅជួរមុខប៉ុណ្ណោះទេប៉ុន្តែក៏មាននៅក្នុងការលះបង់របស់អ្នកស្ម័គ្រចិត្តគ្រូពេទ្យនិងប្រជាពលរដ្ឋដែលបានជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកមួយឆ្នាំក្រោយមកស្នាមរបួសក្នុងចិត្តរបស់អ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់អ្នកដែលត្រូវរត់ភៀសខ្លួនទាំងកណ្ដាលយប់ឬកុមារដែលធំឡើងជាមួយសម្លេងផ្ទុះនៃសង្គ្រាមមិនមែនជារឿងដែលអាចលុបបំបាត់បានដោយពេលវេលាខ្លីនោះទេការរំលឹកខួប1ឆ្នាំនេះមិនគួរត្រូវបានមើលឃើញជាការរំលឹកអំពីសង្គ្រាមឈ្លានពានដើម្បីបង្កើតការស្អប់ខ្ពើមនៅឡើយផ្ទុយទៅវិញវាគួរតែជាការរំលឹកអំពីតម្លៃនៃសន្តិភាពនិងមេរៀនថាសង្គ្រាមតែងតែធ្វើឲ្យប្រជាពលរដ្ឋសាមញ្ញក្លាយទៅជាជនរងគ្រោះមុនគេ
ជំហររបស់កម្ពុជានៅតែដដែលគឺការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួននិងបន្តគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិនិងយន្តការដែលភាគីទាំងពីរបានព្រមព្រៀងសន្តិភាពពិតប្រាកដមិនមែនកើតឡើងដោយការប្រើកម្លាំងនោះទេប៉ុន្តែកើតឡើងពីការគោរពអធិបតេយ្យភាពការគោរពច្បាប់និងការគោរពសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិដទៃ។